ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានអត្ថបទមួយចែករំលែកបងប្អូនទាក់ទងអំពីសេដ្ឋកិច្ចសកលក្នុងឆ្នាំ2025នេះដោយបងប្អូនបានជ្រាបស្រាប់ហើយថាប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ចផ្នែកនយោបាយហើយនិងភូមិសាស្ត្រនយោបាយក៏មានការប្រែប្រួលច្រើនទាក់ទងនឹងប្រទេសមួយចំនួនមានបញ្ហាមានសង្គ្រាមកើតឡើងហើយប្រទេសមួយចំនួនទៀតត្រូវទទួលរងគ្រោះនៅគ្រោះរាំងស្ងួតចំណែកឯប្រទេសមួយចំនួនទៀតវិស័យកសិកម្មក៏មានការថយចុះហើយទាំងអស់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យសេដ្ឋកិច្ចសកលមានការថយចុះទន្ទឹមនឹងនោះដែរក្នុងឆ្នាំ2025នេះបើយើងក្រឡេកមើលសប្តាហ៍ថ្ងៃគឺសេដ្ឋកិច្ចមិនទាន់ជាល្អប្រសើរនៅឡើយទេខ្ញុំសូមនិយាយជាទស្សនវិជ្ជារួមនៃការព្យាករណ៍សេដ្ឋកិច្ចក្នុងឆ្នាំ2025នេះមួយរយៈចុងក្រោយនេះអង្គការធំជាច្រើនដូចជាធនាគារពិភពលោក World Bank និង IMF មូលនិធិរូបិយវត្ថុអន្តរជាតិបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលសម្រាប់ឆ្នាំ2025នេះធនាគារពិភពលោកបានព្យាករណ៍ថាកំណើនសកលអាចនឹងមានការថយចុះមកត្រឹមប្រហែល 2.3% ក្នុងឆ្នាំ2025ខណៈដែលអង្គការខ្លះទៀតបានព្យាករណ៍ថាអាចនឹងស្ថិតនៅក្នុងរង្វង់ 2.6% ឬក៏អាចខ្ពស់បំផុតដល់ 3.0%សូមជម្រាបផងដែរថាកត្តាដែលជំរុញឲ្យមានការថយចុះនេះរួមមានភាពតានតឹងផ្នែកពាណិជ្ជកម្មសកលក៏ដូចជាគោលនយោបាយមិនច្បាស់លាស់កាន់តែខ្លាំងឡើងតាមបណ្ដាប្រទេសមួយចំនួនមួយវិញទៀតការដាក់ពន្ធគយថ្មីនេះរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលនិងកាត់បន្ថយការវិនិយោគជាច្រើនទូទាំងសកលលោកផងដែរចំណែកឯប្រទេសកំពុងមានការអភិវឌ្ឍវិញកំពុងតែមានការព្រួយបារម្ភផងដែរទាក់ទងនឹងកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងថយចុះបន្ថែមទៀតដែលអាចរារាំងដល់ការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររបស់ប្រទេសដែលកំពុងអភិវឌ្ឍមួយចំនួនចំពោះគោលនយោបាយរូបិយវត្ថុនិងអតិផរណាត្រូវបានគេរំពឹងផងដែរថាអាចនឹងបន្តថយចុះជាសកលប៉ុន្តែវឌ្ឍនភាពនឹងមិនស្មើគ្នានោះទេទាក់ទងទៅនឹងធនាគារកណ្ដាលនានាទំនងជានឹងបន្តអនុវត្តគោលនយោបាយបន្ធូរបន្ថយអត្រាការប្រាក់បន្ថែមទៀតដើម្បីជាការអនុគ្រោះដល់ប្រជាពលរដ្ឋនិងអ្នកវិនិយោគមួយចំនួនទន្ទឹមនឹងនោះក៏មានផលវិជ្ជមានមួយចំនួនផងដែរឧទាហរណ៍ដូចជាទាក់ទងទៅនឹងវិស័យទេសចរនៅតំបន់អាស៊ីអាគ្នេយ៍អ្នកព្យាករណ៍បានព្យាករណ៍ថាអាចនឹងមានការកើនឡើងបន្តិចបន្តួចបើធៀបទៅនឹងឆ្នាំមុនហើយដោយឡែកទាក់ទងទៅនឹងវិស័យខមមិនសាលដូចជាវិស័យកាត់ដេរវិស័យផលិតគ្រឿងបង្គុំអេឡិចត្រូនិកជាដើមត្រូវបានគេមើលឃើញថាអាចនឹងមានភាពរឹងមាំបន្តិចបន្តួចជាងមុនដែលជាចំណែកមួយនៃការធ្វើពិពិធកម្មសេដ្ឋកិច្ចផងដែរសូមជម្រាបបងប្អូនត្រួសផងដែរទាក់ទងទៅនឹងបញ្ហាសង្គ្រាមនិងចំនួនប្រដាប់អាវុធគឺជាបញ្ហាដ៏ស្មុគស្មាញនិងបញ្ហាធំបំផុតសម្រាប់សកលលោកហើយបញ្ហាទាំងអស់នេះគឺជាផ្នែកមួយដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចមានការធ្លាក់ចុះយ៉ាងខ្លាំងផងដែរហើយជាក់ស្ដែងនៅតំបន់មួយចំនួនដូចជានៅតំបន់អាហ្វ្រិកប្រទេសសូដង់វិញកំពុងតែបន្តសង្គ្រាមស៊ីវិលដែលធ្វើឲ្យមានការបះបោរចំណែកឯប្រទេសសូម៉ាលីក៏ដូចគ្នាផងដែរបន្តប្រឈមនឹងសង្គ្រាមស៊ីវិលនិងការបះបោរពីក្រុមជ្រុលនិយមដោយឡែកចំពោះតំបន់នៅមជ្ឈិមបូព៌ាសង្គ្រាមរវាងប្រទេសមួយចំនួនក៏នៅតែបន្តឧទាហរណ៍ដូចជាអ៊ុយក្រែននិងប្រទេសរុស្ស៊ីអ៊ីស្រាអែលនិងប៉ាឡេស្ទីនប្រទេសសេរីប្រទេសអ៊ីរ៉ង់ជាដើមក៏នៅតែកំពុងបន្តផ្ទុះកំហឹងសង្គ្រាមមិនទាន់បញ្ចប់នៅឡើយបើយើងក្រឡេកមើលមកតំបន់អាស៊ីយើងវិញយើងឃើញថាប្រទេសមីយ៉ាន់ម៉ាក៏នៅតែបន្តសង្គ្រាមស៊ីវិលយ៉ាងធំជាមួយនឹងយោធានិងក្រុមប្រដាប់អាវុធជនជាតិភាគតិច
រួមជាមួយនឹងចលនាតស៊ូផ្សេងៗទៀតហើយប្រទេសឥណ្ឌាជាមួយនឹងប៉ាឡេស្ទីនក៏មានភាពតានតឹងនៅតំបន់ព្រំដែនម្យ៉ាងវិញទៀតចំពោះប្រទេសកម្ពុជាយើងនិងប្រទេសថៃក៏បានឆ្លងកាត់សង្គ្រាមថ្មីនេះផងដែរហើយរហូតដល់មានការបិទព្រំដែនហើយជាពិសេសនោះធ្វើឲ្យមានបញ្ហាទាក់ទងនឹងពាណិជ្ជកម្មនៃលំហូរនាំចេញនាំចូលរវាងប្រទេសទាំងសងខាងជាការពិតណាស់បងប្អូននៅពេលដែលសកលលោកក៏ដូចជាប្រទេសមួយចំនួនមានបញ្ហាទាក់ទងទៅនឹងនយោបាយទាក់ទងទៅនឹងបញ្ហាសង្គ្រាមហើយកត្តាធំទាំងអស់នេះវាធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិហើយក្នុងនោះការមុខរបររកស៊ីរបស់ប្រជាជនចំណូលប្រាក់ចំណូលរបស់ប្រជាជនក៏មានការថយចុះផងដែរដែលឡាយទាក់ទងនឹងការវិនិយោគក៏ដូចជាវិស័យទេសចរតាមបណ្ដាប្រទេសមួយចំនួនក៏មានការថយចុះហើយកត្តាទាំងអស់នេះហើយដែលធ្វើឲ្យសេដ្ឋកិច្ចសកលទាំងមូលមានភាពមិនទាន់ច្បាស់លាស់នៅឡើយជាពិសេសទៅទៀតបងប្អូនថ្មីនេះនៅប្រទេសមហាអំណាចគឺសហរដ្ឋអាមេរិកក៏មានបញ្ហាប្រឈមធំផងដែរទាក់ទងទៅនឹងការបិទរដ្ឋាភិបាលបណ្ដោះអាសន្នហើយបញ្ហានៃការបិទរដ្ឋាភិបាលបណ្ដោះអាសន្ននេះហើយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅនឹងបុគ្គលិករដ្ឋជាច្រើនដែលត្រូវបាត់បង់ការងារធ្វើអ្នកខ្លះធ្វើការប៉ុន្តែពុំបានទទួលបានប្រាក់ខែឡើយបញ្ហាចម្រូងចម្រាសជាច្រើនទៀតទូទាំងសកលលោកក៏នៅតែមានភាពតានតឹងដែលធ្វើឲ្យអ្នកព្យាករណ៍នៅកំណើនសេដ្ឋកិច្ចពុំទាន់ប្រកាសបញ្ជាថាតើកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2025នេះអាចនឹងមានភាពល្អប្រសើរជាងឆ្នាំមុនច្រើនឬក៏អាចថយចុះឬក៏អាច2026ខាងមុខនេះអាចមានភាពប្រែប្រួលយ៉ាងណាគឺមិនទាន់មានភាពច្បាស់លាស់នៅឡើយទេទន្ទឹមនឹងនោះសូមលើកទឹកចិត្តបងប្អូនជាពិសេសអ្នកស្ដាប់សូមចូលរួមចូលរួមមានការប្រុងប្រយ័ត្នទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់ហិរញ្ញវត្ថុឲ្យមានតម្លៃនិងការពារឲ្យមានសុវត្ថិភាពជៀសវាងមានការបញ្ហាឬក៏មានការអ្វីមួយដែលធ្វើឲ្យមានហានិភ័យដល់សង្គមសេដ្ឋកិច្ចគ្រួសារផ្ទាល់ខ្លួនព្រោះអីយើងមើលមិនឃើញទេបងប្អូនសេដ្ឋកិច្ចសប្តាហ៍ថ្ងៃនេះមិនទាន់ថាល្អប្រសើរនៅឡើយទេដូច្នេះមុននឹងបងប្អូនវិនិយោគឬក៏បងប្អូនត្រូវទិញរបស់ប្រើប្រាស់ដែលមានតម្លៃឬក៏បងប្អូនចំណាយចាយវាយដែលខ្ជិះខ្ជាយឬក៏ចំពោះអ្វីដែលមិនចាំបាច់នោះដែលធ្វើឲ្យមានហានិភ័យដល់មិនត្រឹមតែដល់ហានិភ័យសេដ្ឋកិច្ចសកលទេអាចនឹងមានហានិភ័យដល់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសេដ្ឋកិច្ចផ្ទាល់ខ្លួនផងដែរបងប្អូនហើយសូមអរគុណបងប្អូនដែលបានចូលរួមស្ដាប់នៃការចែករំលែកមួយនេះហើយតេតូនបើសិនជាមានកំហុសខុសឆ្គងឬក៏ខ្វះខាតយ៉ាងណាសូមអធិស្ឋានទុកជាមុនហើយខ្ញុំគ្រាន់តែជាអ្នកស្រាវជ្រាវហើយយកមកចែករំលែកជូនបងប្អូនស្ដាប់ដើម្បីបានជាចំណេះដឹងទាំងអស់គ្នាសូមអរគុណច្រើន